បងប្អូននារីទៅវត្តរដូវភ្ជុំនេះមានបន់ស្រន់សុំឲ្យជួបស្វាមីល្អដូចចិត្តប្រាថ្នាអត់និយាយលេងទេបងប្អូនតាមពិតទៅនារីគ្រប់រូបរួមទាំងខ្ញុំផងដែរតែងតែប្រាថ្នាសុំជួបតែមនុស្សល្អៗនិងរឿងល្អៗដូចគ្នាព្រោះយល់ថាវាជាសេចក្តីសុខការដែលយើងបានទទួលនៅអ្វីដែលយើងចង់បានហើយបើមិនបានដូចចិត្តប្រាថ្នាទេយើងគ្រប់គ្នាមុខជាកើតទុកមិនខានដូច្នេះក៏ចេះតែបន់ស្រន់បួងសួងទៅក្រែងបានដូចបំណងធ្វើឲ្យជីវិតស្កប់ស្កល់បរិបូរណ៍ដោយសេចក្តីសុខដូចគេដូចឯងដែរខ្ញុំតែងតែជឿថាការបានជួបស្វាមីល្អនិងរឿងល្អដូចចិត្តយើងប្រាថ្នាវាគឺជាសេចក្តីសុខនេះជាអ្វីដែលខ្ញុំធ្លាប់យល់ឃើញពីមុនហើយខ្ញុំក៏ជឿថាមានបងប្អូនជាច្រើនយល់ដូចខ្ញុំពីមុនអញ្ចឹងឲ្យតែឃើញគេ sweet ផ្អែមល្ហែមស្វាមីគេចេះថ្នាក់ថ្នមអីហ្នឹងយល់ថាគេមានសេចក្តីសុខណាស់សំណាងណាស់ហើយតាំងបួងសួងប្រាថ្នាចង់បានជីវិតដូចគេដែរពេលទៅវត្តម្ដងវាជាការយល់ខុសរបស់យើងទៅវិញទេដែលគិតបែបនេះគ្រប់អ្វីដែលយើងទទួលបានមិនថាជាមនុស្សឬទ្រព្យសម្បត្តិនោះទេសុទ្ធតែមានសុខនិងទុក្ខមកជាមួយជានិច្ចគ្រប់យ៉ាងគ្រាន់តែជារបស់បញ្ច្រាស់អារម្មណ៍យើងតែប៉ុណ្ណោះឧទាហរណ៍ថាយើងទទួលបានរបស់ជាទីប្រាថ្នាជាទីពេញចិត្តយើងប្រកាសជាត្រេកអរសប្បាយចិត្តខ្លាំងប៉ុន្តែប្រសិនបើវាខូចខាតឬក៏បាត់បង់យើងក៏ឈឺចាប់ខ្លាំងដូចគ្នាទៅមកវិញនៅពេលដែលយើងទទួលបានរបស់ដែលមិនសូវជាពេញចិត្តឬក៏មិនជាទីប្រាថ្នានៅពេលដែលវាមានបញ្ហាខូចខាតឬក៏បាត់បង់ដោយប្រការណាមួយយើងក៏មិនសូវជាឈឺចាប់ឬក៏សោកស្ដាយដូចគ្នាប្រហែលថ្ងៃមុនខ្ញុំបានស្ដាប់វីដេអូបងស្រីម្នាក់គាត់រៀបរាប់នៅក្នុងកម្មវិធីមួយពីប្តីរបស់គាត់ទាំងទឹកភ្នែកគាត់បានរៀបរាប់ថាប្តីរបស់គាត់ល្អគ្រប់យ៉ាងល្អគ្មានទាស់តែបែរជាធ្វើឲ្យគាត់ភ័យទៅវិញគឺភ័យខ្លាចបាត់បង់ដោយសារគេដណ្ដើមផងឬដោយសារប្រការណាមួយផងពេលដែលយើងមិនទាន់បានជួបស្ថានភាពដូចជាគាត់យើងយល់ថាគាត់មានសេចក្តីសុខស្កប់ស្កល់ណាស់ហើយមើលទៅតាមពិតគឺផ្ទុយស្រឡះពីការគិតរបស់យើងគ្មានអ្វីជាសេចក្តីសុខពិតប្រាកដនោះទេសុខនិងទុក្ខវានៅជាមួយគ្នាជានិច្ចទុក្ខរបស់ស្ត្រីមានស្វាមីល្អផ្សេងទៅទុក្ខរបស់ស្ត្រីមានស្វាមីមិនល្អផ្សេងទៅដែលវាគ្រាន់តែជាទុក្ខបញ្ច្រាស់គ្នាតែប៉ុណ្ណោះគួរឲ្យស្ដាយមនុស្សស្រីគ្រប់គ្នារួមទាំងខ្ញុំផងដែរសុទ្ធតែធ្លាប់ចាញ់បោកការគិតខ្លួនឯងចេះតែការទុកថាមិនយើងមិនបានជួបអ្វីល្អដូចចិត្តយើងប្រាថ្នាចឹងអត់ព្រមរីករាយនឹងអ្វីដែលយើងមានទេទៅសម្លឹងឃើញតែជីវិតគេនឹងថាគេសុខជាងគេល្អជាងទៅជាគិតថាបើបានដូចគេដឹងសុខមិនទេខ្ញុំជាតិនឹងស្លាប់ទៅដឹងតែបិទភ្នែកចិត្តហើយមែនអត់បងប្អូនសរុបមកវិញពេលមិនទាន់បានដូចចិត្តក៏កើតទុក្ខពេលបានដូចចិត្តហើយក៏កើតទុក្ខឈប់ចាញ់បោកការគិតខ្លួនឯងទៀតទៅបងប្អូននារីមិនបាច់បន់ស្រន់បួងសួងសុំអ្វីទៀតទេគ្មានអ្វីគួរយើងបន់ស្រន់នោះទេបើរបស់គ្រប់យ៉ាងសុទ្ធតែមានសុខហើយនឹងទុក្ខមកជាមួយគ្រាន់តែមួយសុខមកមុនទុក្ខមកក្រោយហើយមួយទៀតទុក្ខមកមុនសុខមកក្រោយតែប៉ុណ្្នឹងឯងបានអ្វីមកយើងក៏ទទួលនឹងទៅបើគ្រប់យ៉ាងវាមានសុខនិងទុក្ខនៅជាមួយគ្នាដដែលដូចជាយើងបន់សុំតែសេចក្តីសុខប៉ុន្តែសេចក្តីទុក្ខក៏វាមកព្រមជាមួយនឹងរបស់ដែលយើងទទួលបានដូចគ្នាវាគឺជាច្បាប់ធម្មជាតិដែលយើងមិនអាចប្រកែកបានគឺមកពីយើងមិនយល់ពីច្បាប់របស់ធម្មជាតិដោយខ្លួនឯងទើបចេះតែស្រែកថាជីវិតនេះអីក៏កើតទុក្ខខ្លាំងម្ល៉េះនៅពេលដែលយើងចាប់ផ្ដើមយល់ពីដំណើររបស់ធម្មជាតិយើងនឹងឈប់បន់ស្រន់បួងសួងអ្វីទាំងអស់បន្ទាប់ពីបងប្អូនបានស្ដាប់វីដេអូមួយនេះរួចតើបងប្អូនទាំងអស់គ្នានៅតែចង់បន្តការបន់ស្រន់បួងសួងតទៅទៀតដែរឬទេសូមបងប្អូន comment ប្រាប់ខ្ញុំម្នាក់មួយផងជាចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍សម្រាប់បងប្អូនថ្មីនិងបងប្អូនដែលបានស្ដាប់វីដេអូរបស់ខ្ញុំយូរហើយតែមិនទាន់បាន follow page Facebook និង subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផលិតវីដេអូបន្តទៀត